តែវឹកវរចៅមួយក្រុមប្រដាប់ដោយកំភ្លើងគ្រប់ដៃសម្រុកចូលប្លន់ហាងមាសមួយកន្លែងក្នុងផ្សារទំនើប Big C ផ្អើលក៏ក្រៅប្រទេសថៃចំណែកគ្រឿងអលង្ការដែលបាត់បង់អស់រាប់លានបាតខ្មាន់កំភ្លើងមួយក្រុមប្រដាប់ដោយអាវុធនិងស្លៀកឈុតខ្មៅចូលប្លន់ហាងមាសមួយកន្លែងក្នុងផ្សារទំនើប Big C ក៏ក្រៅប្រទេសថៃនិងគេចខ្លួនបានសម្រេចក្រោយធ្វើសកម្មភាពរួចដោយប្រមូលបានគ្រឿងអលង្ការសរុបជាតម្លៃប្រមាណ36លានបាតឬស្មើនឹងជាង$1លានអាមេរិកករណីប្លន់ដ៏សាហាវនេះបានកាត់ឡើងកាលពីវេលាម៉ោង 6:30 នាទីល្ងាចថ្ងៃទី 5 ខែតុលាឆ្នាំ 2025 ស្ថិតនៅចំណុចហាងលក់គ្រឿងអលង្ការយីហោយ៉ាវរ៉ាត់ក្រុងថេបក្នុងផ្សារទំនើប Big C នៅខេត្តនរាธิវត្តបើតាមរបាយការណ៍ប៉ូលីសថៃក្រោយការស៊ើបអង្កេតរកឃើញថាខ្មាន់កំភ្លើងគឺជាក្រុមបះបោរភៀកខាងត្បូងដោយប្លន់គ្រឿងអលង្ការសរុបជាតម្លៃ36លានបាតនៅថ្ងៃកាត់ហេតុជនសង្ស័យមានគ្នាប្រមាណ8នាក់ប្រដាប់ដោយកំភ្លើងគ្រប់ដៃស្លៀកឈុតខ្មៅពាក់ម៉ាស់បានចូលមកក្នុងផ្សារស្របពេលមានអ្នកដើរទិញអីវ៉ាន់ជាច្រើនព្រោះចំថ្ងៃអាទិត្យភ្លាមៗបណ្ដាលឲ្យបុគ្គលិកនិងអតិថិជនដែលស្ថិតនៅក្នុងហេតុការណ៍នោះម្នាក់ភ័យរន្ធត់មិនអាចធ្វើអ្វីបានក្រៅពីការក្រាបសុំទុកជីវិតរបស់ពួកគេប៉ុណ្ណោះយ៉ាងណាមិញក្នុងពេលប្លន់ហាងមាសមានការផ្ទុះអាវុធកាត់ឡើងដែលបណ្ដាលឲ្យមនុស្ស2នាក់រងរបួសដែលក្នុងនោះក៏មានមន្ត្រីថៃម្នាក់ផងដែរគូបញ្ជាក់ជូនដែលថាត្រឹមរយៈពេលប្រមាណ10នាទីប៉ុណ្ណោះជនសង្ស័យបានប្រមូលយកគ្រឿងអលង្ការស្ទើរអស់ពីហាងមុនឡើងរថយន្ត Pick-up ពណ៌សមួយគ្រឿងបាច់គេចខ្លួនបាត់ស្រមោលដែលសកម្មភាពនេះហាក់មានផែនការគ្រោងទុកជាមុនយ៉ាងម៉ត់ចត់និងរហ័សបំផុតដែលឡែកបើតាមកាមេរ៉ា CCTV បានបង្ហាញថាបន្ទាប់ពីប្លន់បានសម្រេចជនល្មើសបានធ្វើដំណើរតាមផ្លូវក្នុងឃុំសាករនៃស្រុកវ៉ាអេងដើម្បីឆ្លងដែនចូលទៅក្នុងទឹកដីប្រទេសម៉ាឡេស៊ីយ៉ាងណាមិញជុំវិញករណីនេះបានក្លាយជារឿងដ៏ក្តៅគគុកនិងបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះប្រជាជនថៃព្រោះតែទីតាំងតំបន់ព្រំដែននេះកំពុងញាំញីបញ្ហាអសន្តិសុខខ្លាំងខណៈមួយរយៈពេលចុងក្រោយក្រុមបះបោរតំបន់ភាគខាងត្បូងបានចេញធ្វើសកម្មភាពជាបន្តបន្ទាប់